ការពិសប្តាហ៍មុនខ្ញុំបានទៅលេងកពតហើយសល់ពេលខ្លះខ្ញុំក៏ចំណាយពេលទៅសេសុវត្ថិទៅកាន់ខ្លួនឯងនៅពេលផឹកហើយពេលនោះខ្ញុំក៏នឹកឃើញកាលពីក្មេងខ្ញុំតែងតែមានក្តីសម័យថាខ្ញុំចង់និយាយភាសាអង់គ្លេសបានល្អខ្ញុំចង់និយាយនៅមុខមនុស្សដើម្បីឲ្យគេឃើញភាពជឿជាក់របស់ខ្ញុំដោយសារអីខ្ញុំចង់ឲ្យប៉ាម៉ាក់របស់ខ្ញុំហ្នឹងគាត់ឃើញនៅអីដែលខ្ញុំបានធ្វើទាំងអស់ហ្នឹងហើយគាត់សរសើរខ្ញុំថាគាត់ពិតជាមានមោទនភាពដែលមានកូនស្រីដល់ប៉ាកែទាំងអស់គ្នាហើយជាពិសេសពេលដែលមើលនៅក្នុងទូរទស្សន៍ខ្ញុំឃើញអ្នកខ្លះអូយគាត់ពាក់កៅអៅធំគេអាវក្រសេហ្នឹងណាសមមែនតើខ្ញុំចង់ធ្វើអញ្ចឹងដែរអញ្ចឹងហើយវាជាហេតុធ្វើឲ្យខ្ញុំនឹងចង់ថាអូបើសិនជាបានទៅក្រៅប្រទេសអីមិនដឹងជាអ្នកភូមិគាត់សរសើរមិនទេហើយខ្ញុំសូមប្រាប់ទាំងអស់គ្នាថាចេះទាំងអស់ហ្នឹងគឺវាបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំហើយអ្វីដែលខ្ញុំបានរំពឹងទុកនៅក្នុងឆ្នាំនេះគឺអត់មានអីច្រើនទេទាំងអស់គ្នាគ្រាន់តែចង់សូមឲ្យខ្លួនឯងមានសេចក្តីសុខសប្បាយចិត្តហើយជាពិសេសមានសុខភាពល្អដើម្បីធ្វើការងារឲ្យបានច្រើនព្រោះដោយសារពេលដែលខ្ញុំចំណាយពេលនៅជាមួយខ្លួនឯងច្រើនខ្ញុំឃើញថាខ្ញុំអាចមានពេលរកឃើញសេចក្តីសុខក្នុងចិត្តរបស់ខ្ញុំច្រើនហើយសម្រាប់អ្នកដែលគាត់តែងតែចង់បាននៅអីដែលខ្លួនឯងប្រាថ្នាខ្ញុំសូមលើកទឹកចិត្តឲ្យទាំងអស់គ្នាតែងតែគិតតែទៅជាមួយនឹងចំណុចទូចៗទាំងអស់ហ្នឹងហើយយើងសរសេរសវត្ថមួយលើកទឹកចិត្តខ្លួនឯងមិនថាវែងមិនថាខ្លីក្តីគឺប្រាប់ខ្លួនឯងថាទាំងអស់ហ្នឹងនឹងកើតឡើងសម្រាប់យើងក្នុងថ្ងៃអនាគតអញ្ចឹងព្យាយាមធ្វើវាឲ្យអស់ពីកម្លាំងកាយចិត្តចាប់ពីពេលហ្នឹងទៅ